យីលោកក្មួយទេតើខ្ញុំអរណាស់ខ្ញុំគិតថានឹងនាំគៀនទៅលេងនឹងលោកក្មួយឯសៀមរាបឯណោះតើព្រោះរលឹកណាស់តាំងពីបានទទួលទានអាហារយ៉ាងឆ្ងាញ់ជាមួយគៀននៅបារាយមកក៏បាត់ដំណឹងឈឹងសូនទីឃាវុធញឹមហើយអញ្ជើញភ្ញៀវគឺមិនមែននរណាក្រៅពីលោកទេពឲ្យកោសលទេឲ្យអង្គុយនៅកៅអីមុខតុឯខ្លួនអង្គុយកៅអីទន្ទឹមនៅម្ខាងដែររួចហើយទើបនិយាយខ្ញុំត្រេកអរណាស់ដែលបានជួបលោកនៅពេលនេះខ្ញុំគិតស្មានថាលោកអញ្ជើញទៅប្រទេសថៃផុតទៅហើយទៅណាខ្ញុំមកតាំងលំនៅនៅស្រុកខ្មែរជាស្ថាពរហើយគ្រួសារខ្ញុំក៏មកនៅរួមគ្នាអស់ដែរសង្ឃឹមដែលកាលពីមុនកប់បាត់ទៅក្នុងគំនរទុកនិងកង្វល់គ្រប់យ៉ាងដែលមកគ្រប់សង្កត់ទ្រូងភូជួយខេត្តកំឡុះឥឡូវក៏រលងើបចេញបានមកអង្រួនបេះដូងដោយត្រេកអរអុបមាដណ្ដេកទាំងឡាយដែលខាត់បាក់បែកទៅនោះឥឡូវបានចូលមកក្នុងរង្វង់ប្រជាជាតិអស់វិញហើយពោលគឺលក្ខខណ្ឌទាំងប៉ុន្មានដែលខ្លួនបានសច្ចាចំពោះព្រះភ័ក្ត្រព្រះពុទ្ធរូបនៅអង្គរវត្តក៏បានសម្រេចដូចបំណងទាំងអស់ដូច្នេះហើយទើបរស់ចដីសង្ឃឹមយ៉ាងទន់ត្រជាក់បានមករុំក្រសោបហៅទេមន្ត្រីកំឡោះដោយខំទប់សង្កត់មនោសញ្ចេតនាគ្រប់បែបយ៉ាងដែលពុះពៀលោកភូជួយក៏សួរថាលោកអញ្ជើញមកនេះមានការអីដែរលោកក្មួយការដថ្មកាន់កាប់ការទីនេះខ្ញុំបានទិញដីស្រែពីអ្នកនេះបន្តិចអ្នកនោះបន្តិចនៅភូមិជ្រោយម្ទេសប្រមូលទៅបាន150ហិកតាឥឡូវខ្ញុំយកលិខិតលក់ដូរដែលធ្វើក្នុងពេលនោះមកជូនរាជការថ្មីបញ្ជាក់សម្គាល់ជាកម្មសិទ្ធិរបស់ខ្ញុំទៅបានលោកបានសុំលោកទុកឯកសារនៅទីនេះសិនចុះចាំខ្ញុំចាត់ការជូនទុចមួយសន្ទុះដូចជាចង់រកពាក្យនិយាយទៅទៀតទើបនាម៉ឺនកំឡោះសួរថែមទៀតថាចុះសប្តាហ៍ថ្ងៃនេះលោកនៅឯណានៅឯជាម្ទេសឯណោះអញ្ជើញលោកក្មួយទៅលេងផ្ទះបានម្ដងមានអីទៀនចូលទៅបានស្រួលទេតើខ្ញុំបានលើកផ្លូវមកជាប់ថ្នល់រាជការស្រាប់ហើយដោយយឺសូឡានបរមកតាមផ្លូវតូចដែលលើកកាត់ស្រែកំពុងមានស្រូវទុំនៅសងខាងហើយចូលតម្រង់មករកផ្ទះបុរសម្នាក់ស្លៀកខ្មៅពាក់ខែមបែបអ្នកច្រូតកាត់ដើរផងរត់ផងចេញតាមទ្វារតូចដែលចោះក្នុងរបងឈើត្រាក់មាំហើយបោះតម្រៀបប្រកិតគ្នាដូចស្និទ្ធជែកបុរសនោះចេញមកខាងក្រៅក៏ប្រទះរសេបមួយបដោយមានម្នាក់ស្លៀកខោជើងវែងហើយអាវសមីដៃខ្លីកាគីបញ្ឈប់ម៉ាស៊ីនឡានហើយបង្វិលជើងលោកកន្ទប់មកដីប៉ូលីសខេត្តអ្នកប្រដាប់ដោយកាំភ្លើងមីតយកជាប់នៅដៃក៏ចុះពីលើយានតាមមកដែរអ្នកបើកឡានសួរទៅបុរសស្លៀកពាក់ខ្មៅថាបងលោកទេពឲ្យកោសលនៅទេខ្ញុំជាភូជួយខេត្តខ្ញុំមានការជួបលោកបន្តិចបន្ទាប់ពីបង្អោនខ្លួនហើយសំពះបុរសស្រុកស្រែនោះតបទៀនប្រុសលោកស្រីបានចេញពីងើតម្លេះទៅភូមិភ្នំធំដើម្បីទៅរកជួបមនុស្សមកច្រូតបើព្រះតិចគុណមានការអីជួបនឹងនាងក៏បាននាងចាត់ការជួសលោកឪពុកបានទាំងអស់ថាហើយក៏ស្ទុះទៅបើកទ្វារធំដែលប្រដាប់ដោយបន្ទះនិងចម្រឹងដែកយ៉ាងមាំលុះរថយន្តសេបវាចូលផុតទៅទ្វារបងក៏បិទយឹបមកវិញដោយយឺសូសំឡេងឡាននាងចិនមណីស្លៀកពាក់ពណ៌ផ្ទៃមេឃតាមលំអានស្រុកស្រែតែមានលម្អត្រង់ដើមទ្រូងដោយបន្ទះនិងរំយោលជ្រស្អាតបានដើរចេញមកមើលដោយនឹកពីផលក្នុងចិត្តថាឪពុកនាងម្ដេចក៏រហ័សត្រឡប់មកវិញម្លេះណាលុះឃើញរថយន្តសេបហើយឃើញប្រុសស្លៀកពាក់បែបទាហាននាងក៏តក់ស្លុតមួយសន្ទុះទីឃាវុធដែលទើបបរថយន្តចូលមកក៏លោតចុះដោះមុខសម្ពុតហាមធំទន់ប្រផឹកគំនប់នាងទើបនាងស្គាល់ហើយលើកសំពះថែមទាំងញឹមផងយីលោកទេតើខ្ញុំខំតែភ័យលោកមានធរៈអីអញ្ជើញលោកមកក្នុងផ្ទះភូជួយខេត្តក៏បែរមកបង្គាប់ឲ្យប៉ូលីសម្នាក់ដាក់ឡានចតក្រោមស្វាយមួយដាំដុះក្នុងលានមុខផ្ទះទើបឡើងជណ្ដើរពី3កាំចូលទៅក្នុងភូមិគ្រឹះដែលទើបសង់រួចរវាងទៅ5ខែប៉ុណ្ណោះនារីអញ្ជើញភ្ញៀវអង្គុយនៅសាឡុងធ្វើពីក្លឹមនាងនួនលំអដោយកែបមានផ្កាស្រស់ហើយដែលទើបបានទទួលថ្មីដែលពីបាងកក
នាងចាត់ឲ្យស្រីបម្រើម្នាក់លើកទឹកក្រូចដាក់ទឹកកពីរយកមកជូនភក្ត្រនាងញឹមស្រស់នាងចាប់និយាយខុនភបានប្រាប់ខ្ញុំអស់ហើយថាលោកបានជួយចាត់ការបញ្ជាក់កម្មសិទ្ធិលើដីធ្លីនេះបានរស់រានណាស់ចំណែកខ្លួននាងថែមទាំងសំឡេងអៀនបន្តិចក៏បានសង្ឃឹមទុកថាថ្ងៃណាមួយលោកនឹងមកលេងខ្ញុំពុំខានដែរនាងអើយក្នុងពេលនេះខ្ញុំរវល់ដកខ្លួនពុំរួចសោះតែម្ដងអស់ពីរឿងមួយធ្លាក់ទៅរឿងមួយទៀតសូមនាងកុំប្រកាន់ទោសថាខ្ញុំជួថាខ្ញុំបំភ្លេចចោលគុណនាងនិងលោកឪពុករបស់នាងសូម្បីតែថ្ងៃនេះជាថ្ងៃអាទិត្យផងក៏ខ្ញុំមិនទំនេរដែរលោកទេសរដ្ឋមន្ត្រីបានប្រើឲ្យខ្ញុំមកត្រួតប៉ូលីសដែលតាំងពង្រាយតាមផ្លូវថ្នល់ខ្ញុំឆ្លៀតឱកាសនេះឈៀងចូលមកសួរសុខទុក្ខលោកនិងនាងមួយផ្លែតប៉ុណ្ណោះលោកធំចាត់ការយ៉ាងនេះត្រូវណាស់ព្រោះអ្វីបើត្រង់នេះមិនមានផលរមាស់អ្វីក៏ដោយតែខ្ញុំនៅមិនទាន់កក់ក្ដៅប៉ុន្មានទេបន្តិចមានគេមកប្រាប់ថាបានឃើញពួកព្រៃដើរកាត់ត្រង់នេះត្រង់នោះមិនសូវឈប់ទេដោយលោកបានសង្កត់ឃើញស្រាប់ឪពុកខ្ញុំបានលើកកំពង់ដាក់ដកសម្រួចពាំងនៅពីមុខផ្ទះហើយពឹងផ្អែកទៅលើគុម្ពឫស្សីនិងរបងលុះបន្លាពីក្រោយនឹងចំហៀងតែហាក់ដូចជាមិនទាន់គត់មុតប៉ុន្មានឡើយទាំងនេះអ្វីបារិជការបានតាំងប៉ុស្តិ៍ប៉ូលីសនៅជិតឋានទៀតយុវជនទាំងពីរនាក់ហើយគៀនទៅវិញទៅមកថាបុលោកគ្រឿងនាងយ៉ាងនេះដោយឃ្លាតគ្នាដ៏យូរហើយដោយមិនទាន់ដឹងចិត្តម្នាក់ក្រែងមានប្រែប្រួលខ្លះឬយ៉ាងណាព្រោះសម័យនោះស្ថិតក្នុងកាលៈទេសៈប្លែកខុសពីធម្មតានៅឡើយប៉ុន្តែប្រសិនបើមានអ្នកភ្នែកទិព្វឬអ្នកឆ្លៀសវៃខាងមើលចិត្តធ្លុះគេនឹងយល់ភ្លាមថាពុំមានប្រែប្រួលអ្វីទេក្នុងមនោសញ្ចេតនាដ៏ផ្អែមល្ហែមដែលរូតក្រសោបចិត្តនឹងអាត្ម័នទាំងពីរទីឃាវុធរៀបក្រោកឈរលានាងត្រឡប់ទៅបាត់ដំបងវិញហើយទៅនាងច័ន្ទមនីទូចអង្វរឲ្យរងចាំអាស្រ័យបាយថ្ងៃត្រង់សិនហើយចាំជួបនឹងឪពុកម្ដាយដែលអាចត្រឡប់មកវិញក្នុងរវាង2ម៉ោងទៀតនាងថែមសេចក្ដីថាបើលោកមិនជិនណាយនឹងទេសភាពស្រុកស្រែពុកទេខ្ញុំនឹងបួលលោកទៅមើលគេច្រូតបាន1ម៉ោងនាងនាំលោកភូឈួយដើរកាត់ភូមិខាងក្រោយផ្ទះដែលមានស្រះមួយធំហើយជ្រៅនៅចំកណ្ដាលនៅក្នុងទឹកថ្លាឆ្លុះដល់បាតត្រកួននិងកញ្ឆត់ហែបោះដៃទន្ទាំរកៀនទៅវិញទៅមកនៅតាមមាត់ស្រះដើមត្របែកនិងដងតកចោលម្លប់ត្រជាក់ស្លឹបផុតពីស្រះទៅក៏បានទៅដល់ជង្រុកធំពីររោងគោរោងរទេសដែលមានគុម្ពឫស្សីញឹកក្រាស់ដុះព័ទ្ធជាប់ណែនជារបងនាងចន្ទុំបន្សល់អតីតសង្សារដែលដើរទន្ទឹមជិតស្មើគ្នា